កាន់តែកណ្ដាលហើយពេលនេះលោកស្រីចន្ទធូចាញ់លិខិតបដិសេធទាំងស្រុងចំពោះសារព័ត៌មានដែលបានចុះផ្សាយថាលោកបានផ្ទេរទ្រព្យសម្បត្តិកັບកេងប្រាក់ឬទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន 7NG Group មកធ្វើជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនអំឡុងឆ្នាំ2006ដល់ឆ្នាំ2011យោងតាមលិខិតបដិសេធលោកស្រីចន្ទធូចូលនៅថ្ងៃទី10ខែតុលាឆ្នាំ2025នេះដែលមានខ្លឹមសារថាស្នើសុំបដិសេធទាំងស្រុងចំពោះសារព័ត៌មានដែលបានចុះផ្សាយថាយើងខ្ញុំបានផ្ទេរទ្រព្យសម្បត្តិកັບកេងប្រាក់ឬទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន 7NG Group មកធ្វើជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនអំឡុងឆ្នាំ2006ដល់ឆ្នាំ2011ដែលមានតួនាទីជាអភិបាលក្រុមហ៊ុនយោងសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន 7NG ចូលនៅថ្ងៃទី9ខែតុលាឆ្នាំ2025សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន 7NG ចូលនៅថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2024លិខិតប្រកាសរបស់ក្រុមហ៊ុន 7NG ចុះនៅថ្ងៃទី12ខែមិថុនាឆ្នាំ2023សំណុំរឿងព្រហ្មទណ្ឌលេខ8290ចុះនៅថ្ងៃទី27ខែធ្នូឆ្នាំ2024ដែលលោកឪពុកស្រីសុធាអគ្គស្រីចន្ទថនលោកស្រីចន្ទថានិងលោកស្រីសុធិរិទ្ធបានប្តឹងយើងខ្ញុំពីបទឆបោកនិងរំលោភទំនុកចិត្តនៃការសម្រេចដំកល់រឿងទុកអត្ចាត់ការលេខ292អយោញែវរបស់អัยការអមសាលាដំបងរាជធានីភ្នំពេញសេចក្តីសម្រេចដំកល់ដីកាដំកល់រឿងទុកអត្ចាត់ការលេខ276សតប្រក025របស់មហាអัยការអមសាលាដំបងរាជធានីភ្នំពេញយើងខ្ញុំបានប្តឹងបកវិញពីបទបរិហាបង្កាច់គេប្រព្រឹត្តទៅនៅរាជធានីភ្នំពេញនៅថ្ងៃទី24ខែធ្នូឆ្នាំ2024ភ័ស្តុតាងការប្រគល់មូលប្រទានប័ត្រជាសាហុយនៃការធ្វើបានដីទាំងអស់ជូនចំពោះលោកឪពុកស្រីសុធាសរុបទឹកប្រាក់ចំនួន$3,992,459 ដុល្លារសហរដ្ឋអាមេរិកសម្រាប់ប្រើប្រាស់និងធ្វើបានដីទាំងអស់ឲ្យខ្ញុំបាទស្រីចន្ទធូភ័ស្តុតាងសារសម្លេងតាមរយៈ Telegram និងវីដេអូតបតាមកម្មវត្ថុនិងយោងខាងលើយើងខ្ញុំមានកិត្តិយសសូមជម្រាបជូនដល់សាធារណជនបណ្ដាញក្រុមអ្នកសារព័ត៌មានថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់មេត្តាជ្រាបថាក្រុមហ៊ុន 7NG Group កំពុងបានញុះញង់កុហកថ្នាក់ដឹកនាំនិងបន្លំសាធារណជនមានការយល់ច្រឡំក្រោមលេសអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដីឡូជូនអតិថិជន 7NG បរិយាសន្តិភាពដែលមានចំនួនត្រឹមតែ 8,000 ឡូ5ម៉ែត្រគុណនឹង20ម៉ែត្រស្មើទំហំដីសរុប90ហិកតាតែប៉ុណ្ណោះដែលជាធម្មតាគម្រោងពុះដីឡូតែចំណេញប្រាក់ចន្លោះពី 20% ដល់ 30% បន្ទាប់ពីពុះដីឡូចាក់ដីហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកអគ្គិសនីនិងប្រព័ន្ធលូរួចរាល់សួរថាតើក្រុមហ៊ុន 7NG ទទួលបានប្រាក់ពីអតិថិជនទាំងអស់ទៅណានិងធ្វើអ្វីបានជាមិនអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជូនអតិថិជនតែបែរជាមកចោទប្រកាន់យើងខ្ញុំទៅវិញជាពិសេសគឺបានព្យាយាមបិទបាំងមិនឲ្យគេដឹងអំពីស្ថានភាពអាក្រក់ខាងលើនេះដែលបានកើតឡើងដើម្បីយកទ្រព្យសម្បត្តិរបស់យើងខ្ញុំក្នុងការសូមអំណុលទៅធនាគារឯកជននិងការប្រើប្រាស់ខុសទិសដៅតែប៉ុណ្ណោះផ្ទុយទៅវិញពួកគាត់បានព្យាយាមរុញស្ថានភាពដល់អាក្រក់នេះឲ្យយើងខ្ញុំជាអ្នកទទួលខុសត្រូវជំនួសពួកគាត់ទាំងស្រុងតាមរយៈការផ្សព្វផ្សាយព័ត៌មានមួបង្កាច់បង្ខូចកិត្តិយសការដាក់ពាក្យបណ្ដឹងតវ៉ានិងការទាមទារទ្រព្យសម្បត្តិផ្សេងៗសូម្បីតែផ្ទះឯកជនផ្ទាល់ខ្លួនរបស់យើងខ្ញុំក៏ពួកគាត់ចេញដីការរឹបអូសដែរដោយប្រើប្រាស់មូលហេតុថាយើងខ្ញុំបានកັບកេងលួចលុយក្រុមហ៊ុនធ្វើឲ្យក្រុមហ៊ុនខ្វះដើមទុនសម្រាប់អភិវឌ្ឍកាតព្វកិច្ចសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗតាមការសន្យាជូនអតិថិជនរបស់ពួកគាត់និងបានចោទប្រកាន់ខ្ញុំបាទជាអ្នកបង្កបញ្ហាធ្វើឲ្យអតិថិជនបាត់បង់ទំនុកចិត្តនិងជាអ្នករៀបចំផែនការដើម្បីបដិសេធប្រគល់ដីឡូជូនអតិថិជនរបស់ពួកគាត់តាមរយៈការផ្សព្វផ្សាយនេះបានធ្វើឲ្យសាធារណជនអតិថិជនជាពិសេសថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ជឿជាក់និងបានដាក់ការសង្ស័យមកលើយើងខ្ញុំដែលជាអ្នកស្លូតត្រង់មកទទួលកំហុសជំនួសពួកគាត់យ៉ាងអយុត្តិធម៌ខ្លាចជាជនបង្កបញ្ហានិងជាកូនអកតញ្ញូចំពោះឪពុកម្ដាយបងប្អូនទៅវិញយើងខ្ញុំមានភ័ស្តុតាងដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់យើងខ្ញុំគឺដោយការសម្រេចដំកល់រឿងទុកអត្ចាត់ការលេខ292អយោញែវចុះនៅថ្ងៃទី10ខែមីនាឆ្នាំ2025របស់អัยការអមសាលាដំបងរាជធានីភ្នំពេញនិងសេចក្តីសម្រេចដំកល់ដីកាដំកល់រឿងទុកអត្ចាត់ការលេខ276សតប្រក025ចុះនៅថ្ងៃទី26ខែមិថុនាឆ្នាំ2025របស់មហាអัยការអមសាលាឧទ្ធរភ្នំពេញដែលពួកគាត់បានប្តឹងយើងខ្ញុំពីបទឆបោកនិងរំលោភលើទំនុកចិត្តទៅអัยការអមសាលាដំបងរាជធានីភ្នំពេញដោយបានចោទប្រកាន់យើងខ្ញុំថាបានធ្វើការកັບកេងប្រាក់ក្រុមហ៊ុនប៉ុន្តែពួកគាត់ពុំមានភ័ស្តុតាងឡើយហើយយើងខ្ញុំក៏បានប្តឹងបកទៅវិញពីបទបរិហាបង្កាច់គេប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ
នៅថ្ងៃទី24ខែធ្នូឆ្នាំ2024ផងដែរបច្ចុប្បន្នសំណុំរឿងដែលយើងខ្ញុំប្តឹងពួកគាត់ត្រូវបានតំណាងអัยការអមសាលាដំបងរាជធានីភ្នំពេញចេញដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួររួចហើយអាស្រ័យដោយបានគោរពជម្រាបជូនខាងលើយើងខ្ញុំសូមជម្រាបជូនសាធារណជនបណ្ដាញសារព័ត៌មាននិងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់មេត្តាជ្រាបដោយក្តីអនុគ្រោះសូមមេត្តាទទួលនៅសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតអំពីយើងខ្ញុំពាក់ព័ន្ធនឹងការបកស្រាយខាងលើអ្នកសារព័ត៌មានយើងខ្ញុំមិនមានលេខទំនាក់ទំនងទៅលោកអគ្គស្រីសូធាដើម្បីសុំការពន្យល់បកស្រាយនោះទេយ៉ាងណាមិញអង្គភាពសារព័ត៌មានយើងនឹងរងចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធនៅរៀងរាល់ម៉ោងធ្វើការហើយចាំពុកឲ្យកូនចៅមើលកាលហ្នឹងខ្ញុំចាំនៅតាបងដីខ្ញុំវាស់មែនប៉ុន្តែអ៊ំក៏អត់បានទូទាត់លុយមួយចំនួនអញ្ចឹងទៅខាងបងអ្នកទៅផ្ដាច់យកលុយទៅផ្ដាច់ជំនួសអ៊ំអញ្ចឹងបានខ្ញុំឆ្ងល់ថាខ្ញុំទូទាត់វាអត់បានច្រើនអញ្ចឹងឯងមិនក៏ដីច្រើនណាស់ហើយខ្ញុំពិនិត្យឈ្មោះទៅគឺខ្ញុំអ្នកចុចអ្នកនេះមែនតែការទូទាត់ហ្នឹងវាមានបងមានអ៊ំខាងហ្នឹងនេះមួយទៀតcònឯងពាក់ព័ន្ធនឹងដីcònឯងទិញនៅត្បូងព្រាcònឯងឲ្យអពៅសហការជាមួយនឹងសិទ្ធក្រុមការងារឬក៏បុត្ថាដើម្បីឲ្យស្គាល់ទីតាំងឲ្យនិយាយមកការមកក៏បានដែរហើយនឹងឯកសារខិតទីសិទ្ធមកដើម្បីពុកពុះបំបែកចេញអាណាដីcònឯងអាណាដីពុកបែកចេញគ្នាទី1ទី2ទៀតដើម្បីពុកមើលភាពសម្របសម្រួលយើងអាចពុកcònឯងហើយពុកនឹងអាចដូរដល់គ្នាដើម្បីគួបដីឲ្យនៅម្ដុំនោះកុំឲ្យរត់រាយដីពុកចូលទៅដីcònឯងអាដីcònឯងចូលមកពុកអញ្ចឹងអាម៉ាភីចុះធ្វើការហើយចុះហើយអញ្ចឹងត្រូវការអានឹងបន្តណាហ្នឹងពួកនេះត្រូវតែបន្តមកវាប្រាប់មេបាទពួកគាត់ធ្វើការជាមួយគ្នាបាទដោយចាប់សពគ្រប់អស់ហើយគណនីពងយូទៅអីអីនៅបុត្ថាទាំងអស់បាទវោះចោលអស់ហើយបងតែបុត្ថាប្រមិញហ្នឹងសួរពុកវាអត់ជាក់លាក់អត់ច្បាស់លាស់បុត្ថាឯកាវាពុកលូវោះចាប់អស់តែគេយើងនេះមិនតន់អស់ណាព្រោះរឿងនៅពាក់ព័ន្ធរឿងអត់ច្បាស់លាស់វាជាអត់តន់ហ៊ានបោះណាបាទយ៉ាងមុនបុត្ថាធ្វើការមួយបងពើចូលចិត្តកន្លះខែទៅបងចឹងឲ្យធ្វើបន្តទៀតទៅគាត់ដូចជាការងារមិនតន់ចាប់ដើមបាទកាលហ្នឹងខ្ញុំចាំនៅតាបងដីខ្ញុំវាស់មែនប៉ុន្តែអ៊ំក៏អត់បានទូទាត់លុយមួយចំនួនអញ្ចឹងទៅខាងបងអ្នកទៅផ្ដាច់យកលុយទៅផ្ដាច់ជំនួសអ៊ំអញ្ចឹងបានខ្ញុំឆ្ងល់ថាខ្ញុំទូទាត់វាអត់បានច្រើនអញ្ចឹងឯងមិនក៏ដីច្រើនណាស់ហើយខ្ញុំពិនិត្យឈ្មោះទៅគឺខ្ញុំអ្នកចុចអ្នកនេះមែនតែការទូទាត់ហ្នឹងវាមានបងមានអ៊ំខាងហ្នឹង